សូមជូនរឿងសុបិនក្មេងស្រីយប់នោះមរកតដេកបន្ទាប់ពីពន្លឺថ្ងៃរះចូលនាងចាប់ផ្ដើមសុបិនពិសេសមួយភ្លាមនេះទ្វារអាចកំបាំងបានបើកចំហមរកតត្រូវបានរុញឡើងទៅកាន់ពិភពថ្មីនាងឃើញខ្លួនឯងនៅលើកោះអណ្ដែតភ្លឺស្រទន់ក្មេងប្រុសអស្ចារ្យម្នាក់បានចូលមកជាមួយនឹងពន្លឺគេអញ្ជើញមរកតឲ្យតាមគេទៅមើលពិភពសុបិនពួកគេដើរលើថ្មអណ្ដែតដូចជាភ្លើងភ្លឺលោងសត្វបក្សីមួយភ្លឺដូចមាសហៅមកស្វាគមន៍វាណែនាំពួកគេទៅព្រៃដ៏ពោពេញដោយពន្លឺមរកតប៉ះស្លឹកឈើកំពុងភ្លឺដូចជាសុបិនមានជីវិតក្មេងប្រុសបង្ហាញផ្លូវថ្មីដោយពន្លឺអស្ចារ្យពួកគេរត់លេងក្នុងផ្កាឆ្លាក់ពន្លឺសំនៀងសើចរបស់នាងពពួកជាមួយក្លិនផ្កាបក្សីភ្លឺបានហោះទុំលើស្មារបស់នាងពួកគេចូលទៅក្នុងរូងថ្មសពន្លឺពិសេសមួយពេលមរកតប៉ះថ្មគ្រីស្តាល់ម្យ៉ាងវិញវាប្រែជាពន្លឺខ្លាំងឡើងក្មេងប្រុសអូសដៃបន្តិចពន្លឺថ្មទាំងអកភ្លឺរលោងដូចតារាសត្វបក្សីមាសហោះទៅមុខដើម្បីបំភ្លឺផ្លៃពួកគេចេញពីរូងទៅកាន់វាលស្មៅអណ្ដែតលើពពកមរកតដាក់ដៃលើស្មៅឃ្លឺបន្តិចដូចមានជីវិតមរកតដើរឆ្លងស្ពានផ្កាដោយប្រុងប្រយ័ត្នបង្ហាញស្ពានពណ៌ផ្កាអណ្ដែតដែលអាចដើរឆ្លងបក្សីភ្លឺហោះជុំវិញនាងបន្ទុកស្នាមភ្លឺតាមពីក្រោយពួកគេចូលទៅក្នុងបណ្ណាល័យអណ្ដែតដែលមានសៀវភៅភ្លឺហក់ជុំវិញសៀវភៅមួយបើកឡើងដោយខ្លួនឯងបង្ហាញរូបភាពភ្លឺក្មេងប្រុសប្រើពន្លឺបង្កើតលំនាំពីសៀវភៅដែលហោះមរកតលាដៃទៅរកសៀវភៅមួយដែលហោះនៅលើបាតដៃរបស់នាងសៀវភៅនោះប្រែជាមូលភ្លឺតូចមួយនាងកាន់អង្គុំភ្លឺហើយពិភពជុំវិញក៏ផ្លាស់ប្ដូរទៅកន្លែងសុបិនថ្មីមរកតឃើញខ្លួនឯងនៅគ្រឿងសួនផ្កាអណ្ដែតដែលភ្លឺពណ៌ស្រស់ស្អាតបក្សីមាសញោមនាងឲ្យទៅមើលផ្កាដ៏អស្ចារ្យទាំងនោះពេលនាងប៉ះផ្កាដ៏ធំមួយវាបញ្ចេញពន្លឺកំក្ដៅក្មេងប្រុសមកវិញហើយអញ្ជើញនាងឲ្យបន្តទៅមុខពួកគេដើរលើផ្លូវផ្កាអណ្ដែតដែលផ្លាស់ទីយឺតក្រោមជើងមរកតឃើញស្រះទឹកភ្លឺដូចជាកំពូលមេឃមានតារាក្មេងប្រុសប៉ះលើផ្ទៃទឹកហើយជារូបសញ្ញាភ្លឺមរកតស្ទាក់ស្ទើរបន្តិចប៉ុន្តែក៏ដាក់ដៃប៉ះទឹកអស្ចារ្យនោះដែរស្រះទឹកភ្លឺឡើងហើយបង្កើតជាស្ពានមួយពីលើទឹកនាងដើរឆ្លងស្ពានទឹកដោយស្នាមញញឹមស្រស់ស្រាយញាក់អភិរក្សសុបិនរូបឆាតមួយបានបង្ហាញខ្លួននៅចុងស្ពានចំពោះដៃគាត់ហើយបញ្ចេញពន្លឺការពារដ៏ទន់ល្មើយមរកតជិតចូលទៅពន្លឺរបស់អ្នកអភិរក្សហាក់បីដូចឆ្លងចិត្តនាងពន្លឺតូចមួយចេញមកលើទ្រូងនាងដូចជាការអព្យាក្រឹតដ៏សុខសាន្តអ្នកអភិរក្សបង្ហាញឲ្យនាងឃើញទ្វារសុបិនចុងក្រោយមរកតនិងក្មេងប្រុសឈរមុខទ្វារពន្លឺចុងត្រោយដែលកំពុងវិលជុំក្មេងប្រុសធ្វើសញ្ញាឆ្លើយលាពីរដងដោយស្នាមញញឹមកក់ក្ដៅមរកតប៉ះលើទ្រូងខ្លួនដោយអារម្មណ៍សោមនស្សនិងអរគុណក្មេងប្រុសក៏រលាជាភ្លឺតាមផ្លូវពន្លឺនាងដកដង្ហើមមួយហើយបោះជំហានទៅរកទ្វារមុនពេលនាងចូលទៅក្នុងទ្វារពណ៌អស្ចារ្យគ្របជុំវិញដូចរំលែង ព
ពិភពជុំវិញคล้ายជាពណ៌សស្ងប់ស្ងាត់ពណ៌សនោះលងបាត់ហើយនាងធ្លាក់ចុះយឺតដូចក្បាលព្រីមរកតភ្ញាក់ពីដំណេកវិញនៅក្នុងបន្ទប់របស់នាងពន្លឺព្រឹកចូលតាមបង្អុយនាងអង្គុយឡើងយឺតហើយញញឹមដោយចងចាំសុបិនដ៏អស្ចារ្យនាងមើលទៅកាន់បាតដៃដូចជាកំពុងរង់ចាំឃើញពន្លឺមុននាងឈរនៅមុខបង្អុយហើយសម្លឹងមើលមេឃពេលព្រឹកស្រស់ស្រាយពន្លឺមាសតូចមួយហក់ឆ្លងតាមបង្អុយបន្តិចនាងញញឹមដោយដឹងថាពិភពសុបិនមិនមែនបាត់ទៅទេសុបិនមិនមែនត្រឹមតែយប់នោះទេតែជាមុនស្នេហ៍នៅក្នុងចិត្តនាង